បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប promote domain controller បាទនៅក្នុង server របស់យើងបាទអូខេអញ្ចឹងដើម្បីធ្វើការ promote domain controller អញ្ចឹងជាដំបូងគឺយើងត្រូវចូលទៅក្នុង server manager របស់យើងសិនបាទនេះកន្លែងនេះបាទបន្ទាប់ពីយើងចូលមកតាក់ទងនឹង server manager របស់យើងហើយយើងមកមើលកន្លែងរូបទង់ជាតិនេះមួយគេដាក់ថាតាក់ទងនឹង notification បាទឆ្លែងអញ្ចឹងកន្លែងនេះគឺយើងអាចចូលកន្លែងnotification នេះបានបាទហើយបន្ទាប់មកកន្លែងនេះយើងធ្វើការជ្រើសរើសយកកន្លែង promote this server to a domain controller អញ្ចឹងយើងអាចចុចកន្លែងហ្នឹងបានបាទអញ្ចឹងមកដល់ចំណុចនេះគឺយើងត្រូវជ្រើសរើសបាទអញ្ចឹងយើងមើលផ្ទាំងកន្លែងនេះមកបាទអញ្ចឹងកន្លែងនេះគឺយើងត្រូវជ្រើសរើសយកកន្លែង add a new forest អញ្ចឹងកន្លែងយើងយកតាក់ទងនឹង add a new forest នេះគឺមានន័យថាតាក់ទងនឹង server របស់យើងហ្នឹងគឺវាអត់ទាន់មាន domain ទេអញ្ចឹងកន្លែងនេះគឺយើងត្រូវការធ្វើការដំឡើងតាក់ទង domain ថ្មីបាទអញ្ចឹងកន្លែងនេះគឺយើងជ្រើសរើសយកចំណុចទី3តាក់ទងនឹង add a new forest បាទហើយបន្ទាប់មកទៀតតាក់ទងនឹងកន្លែង root domain name នេះគឺតាក់ទងការដាក់ឈ្មោះទៅលើក្រុមហ៊ុនរបស់យើងតាក់ទងឈ្មោះ server ក្រុមហ៊ុនរបស់យើងអញ្ចឹងតាក់ទងការដាក់ឈ្មោះហ្នឹងឧទាហរណ៍ថាក្រុមហ៊ុនរបស់យើងជាប្រភេទបែបម៉េចអញ្ចឹងយើងដាក់ទៅតាមហ្នឹងអូខេឥឡូវឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់តាក់ទងនឹងឈ្មោះក្រុមហ៊ុនឥឡូវខ្ញុំដាក់ឈ្មោះឧទាហរណ៍ថា SR បាទហើយបន្ទាប់មកយើងសញ្ញាចុចមួយមកអញ្ចឹងយើងតាក់ទងនឹងប្រភេទក្រុមហ៊ុនរបស់យើងហ្នឹងជាប្រភេទបែបម៉េចឥឡូវឧទាហរណ៍ថាខ្ញុំដាក់ជាប្រភេទអប់រំអញ្ចឹងកន្លែងនេះខ្ញុំដាក់ edu ទៅបាទអញ្ចឹងយើងចុចមួយទៀតមកហើយចំណុចមួយទៀតតាក់ទងនឹងទីតាំងអញ្ចឹងក្រុមហ៊ុនរបស់យើងទីតាំងនៅឯណាអញ្ចឹងឧទាហរណ៍ថានៅស្រុកខ្មែរអញ្ចឹងយើងកន្លែងនេះយើងដាក់ KH ឬក៏មាន .com .kh អីអញ្ចឹងទៅគឺយើងដាក់ទៅតាមហ្នឹងទៅបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ KH បាទហើយបន្ទាប់មកបន្ទាប់ពីយើងធ្វើការបំពេញព័ត៌មានរួចហើយកន្លែងនេះយើងធ្វើការចុច next មកបាទអញ្ចឹងកន្លែងនេះអឺយើងមើលកន្លែងតាក់ទងនឹង domain name system នេះតាក់ទងនឹង DNS នេះគឺយើង select យកបែបហ្នឹងហើយមានន័យថាគឺយើងប្រើ domain name នេះdomain name system នេះតាក់ទង DNS នេះគឺយើងប្រើសម្រាប់ធ្វើការបកប្រែពីឈ្មោះទៅ IP address ឬក៏ពី IP address ទៅឈ្មោះបាទអញ្ចឹងកន្លែងនេះតាក់ទងនឹង Thai Directory Service Restore Mode នេះតាក់ទងកន្លែងនេះគឺតាក់ទងការកំណត់ password អញ្ចឹងតាក់ទងការកំណត់ password នេះគឺដើម្បីធ្វើការ restore តាក់ទងនឹង directory service របស់យើងណាអញ្ចឹងបាទហើយតាក់ទងនឹង password នេះយើងអាចដាក់ password ខុសពី admin ក៏បានឬក៏យើងអាចដាក់តាក់ទង password ហ្នឹងដាក់ដូចគ្នាក៏បានដែរបាទអញ្ចឹងកន្លែងនេះដើម្បីឲ្យងាយស្រួលចាំខ្ញុំអាចដាក់ password ហ្នឹងដូច admin ដែរទៅបាទអញ្ចឹងកន្លែងនេះយើងអត់អាចទៅទេបានទេតាក់ទងកន្លែង password កន្លែងហ្នឹងបាទអញ្ចឹងកន្លែងនេះបន្ទាប់ពីយើងធ្វើការបំពេញ password រួចហើយបន្តមកយើងធ្វើការចុច next អូខេហើយយើងអាចចុច next ម្ដងទៀតបាទអញ្ចឹងកន្លែងនេះវានឹង check មើលតើថាតកតងនឹងឈ្មោះ domain របស់យើងហ្នឹងមានអ្នកប្រើប្រាស់ហើយនៅបាទអញ្ចឹងបើសិនជាមានអ្នកប្រើប្រាស់ហើយអញ្ចឹងគឺវាអត់ឲ្យយើងកំណត់ទេអត់ឲ្យយើងបង្កើតទេអញ្ចឹងកន្លែងនេះអូខេអញ្ចឹងឈ្មោះតកតងនឹង domain របស់យើងអត់មានអ្នកប្រើប្រាស់ទេបាទអូខេអញ្ចឹងយើងមកមើលកន្លែងនេះ net by your name នេះកន្លែងតាក់ទងនឹង net by your name នេះអាហ្នឹងគឺយើងប្រើសម្រាប់ support ទៅលើ Windows ក្រោមឆ្នាំ2000បាទអញ្ចឹងកន្លែងនេះគឺយើងអាចវាយតែឧទាហរណ៍ថាកន្លែងនេះតាក់ទងនឹង domain name នេះគឺយើងអាចវាយតែឈ្មោះឧទាហរណ៍ថា SR តែប៉ុណ្ណឹងក៏បានដែរយើងមិនបាច់ពិបាកមាន edu.kh អីទេបាទហើយកន្លែងនេះគឺមានន័យថា support ទៅលើពពួក Windows ក្រោមឆ្នាំ2000បាទអូខេបាទហើយបន្តមកយើងធ្វើការចុច next ទៀតមកបាទហើយអញ្ចឹងកន្លែងនេះតាក់ទងនឹងទីតាំង location ដែលយើង store ទៅលើ database folder អីចឹងបាទអូខេ
កន្លែងនេះគឺយើងដាក់ default ហើយនៅក្នុង try C ហើយបន្តមកកន្លែងនេះយើងធ្វើការចុចនេះទៀតមកបាទយើងកន្លែងនេះវាតកតង review your selection មានន័យថាវា review តកតងនឹងការងារដែលយើងបានធ្វើការ select ណាយើងធ្វើការបាន select ទៅលើអ្វីខ្លះអញ្ចឹងវានឹង review ប្រាប់យើងហើយបាទអញ្ចឹងកន្លែងនេះយើងធ្វើការចុចនេះទៀតមកបាទអញ្ចឹងកន្លែងនេះវានឹង check មើលថាការងារដែលយើងបានរៀបចំហ្នឹងបានបំពេញរួចរាល់អស់ហើយអញ្ចឹងបើសិនជាយើងបំពេញអត់បានរួចរាល់ទេវាអត់ឲ្យយើងធ្វើការ install ទេបាទអញ្ចឹងកន្លែងនេះគឺយើងបានរៀបចំរួចហើយតោះមកយើងធ្វើការ install ហើយបន្តមកយើងធ្វើការរងចាំបន្តិចទៅបាទអញ្ចឹងកន្លែងនេះបន្ទាប់ពីយើងធ្វើការ install ចប់ហើយវានឹងធ្វើការឲ្យយើងនឹងធ្វើការតាក់ទងនឹង restart កុំព្យូទ័រមួយអញ្ចឹងកន្លែងនេះខ្ញុំចុច close មកអូខេអញ្ចឹងអ្នកទាំងនេះអាចរងចាំបន្តិចបាទអញ្ចឹងកន្លែងនេះយើងធ្វើការវាបញ្ចូល password ទៅបាទអូខេអញ្ចឹងកន្លែងនេះយើងធ្វើការ select ទៅលើ administrator នេះទៅបាទនេះតាក់ទងឈ្មោះ domain របស់យើងគឺយើងបានបង្កើតហើយបាទយើង select ទៅលើឈ្មោះខាងក្រោមក៏បានដែរតាក់ទង Kevin រៀងហ្នឹងបាទបាទអញ្ចឹងការតាក់ទងនឹងការ promote server ទៅជា domain controller ក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបទៅបង្កើត user domain បាទតាក់ទងការបង្កើត user domain ហើយនឹងធ្វើការ join domain បាទ